សូមនមស្ការចំពោះគុណនៃព្រះរតនត្រ័យទាំង3សូមក្រាបថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គចម្រើនពរបងប្អូនស្រីប្រុសញាតិញោមគ្រប់រូបជាពុទ្ធបរិស័ទនៅក្នុងថ្ងៃនេះអាត្មាភាពនឹងបានអារាធនាយកនៅមេរៀនរបស់ព្រះសម្មាសម្ពុទ្ធដែលជាមេរៀននៃការត្រាស់ដឹងរបស់ព្រះអង្គក្នុងភាពព្រះអង្គជាព្រះសម្មាសម្ពុទ្ធមានមេរៀនជាច្រើនចំណេះដឹងជាច្រើនដែលព្រះអង្គបានចែករំលែកសម្ដែងប្រាប់ដល់មនុស្សនិងទេវតាព្រហ្មវីដេអូមុនអាត្មាភាពបានលើកយកមកបង្រៀនជាប់តាក់ទងដោយធម៌របស់អ្នកគ្រប់គ្រងផ្ទះមានជាច្រើនវីដេអូប៉ុណ្ណាដល់ទៅ30 clip ជាងនៅក្នុងព្រះសូត្រមួយឈ្មោះថាសិង្គាលកៈសូត្រក្នុងបេដកលេខ19ដូច្នេះនៅក្នុងថ្ងៃនេះអាត្មាភាពនឹងលើកយកនៅព្រះសូត្រថ្មីមួយទៀតជាប់តាក់ទងដោយការប្រព្រឹត្តទៅនាំឲ្យបាននៅសិរីសួស្តីនាំឲ្យបាននៅសុភមង្គលនាំឲ្យបាននៅមង្គលព្រះសូត្រនេះឈ្មោះថាមង្គលសូត្រញាតិញោមពុទ្ធបរិស័ទធ្លាប់បានលើព្រះសង្ឃស្វាធ្យាយរឿយស្ទើរតែគ្រប់ទីកន្លែងក្នុងការស្វាធ្យាយព្រះសូត្រនេះអាចស្វាធ្យាយតែបាលីក៏បានស្វាធ្យាយទាំងបាលីទាំងសម្រាយជាភាសាខ្មែរហ្នឹងក៏បានប៉ុន្តែការស្វាធ្យាយរបស់ព្រះសង្ឃយើងអាចស្ដាប់បានខ្លះស្ដាប់មិនបានខ្លះប៉ុន្តែនៅក្នុងថ្ងៃនេះអាត្មាភាពនឹងលើកយកមកចំតែម្ដងចាប់ពីពេលនេះទៅអាត្មាភាពនឹងលើកយកព្រះធម៌មង្គលនេះមកចែករំលែកមានទាំងអស់ដល់ទៅ38ចំណុចដែលព្រះពុទ្ធអង្គបានបង្រៀនទុកមកណាបងណាក្នុង38ចំណុចនេះបើគិតជាព្រះគាថាហ្នឹងសរុបទៅមានតែ10ព្រះគាថាទេមង្គលទាំង38ចំណុចនេះញាតិញោមពុទ្ធបរិស័ទក៏អាចសិក្សាបាននៅក្នុងគម្ពីរព្រះត្រៃបិដកខុទ្ទកនិកាយបិដកលេខ52អាចបើកមើលទៅរហូតតាមទំព័រហ្នឹងទៅឃើញដាក់ឈ្មោះថាមង្គលសូត្រហើយប៉ុណ្ណាដូច្នេះជាប់តាក់ទងដោយរឿងខាងដើមនេះអស្ចារ្យណាស់ប៉ុណ្ណាបានជាមានការសម្ដែងឡើងនៅមង្គលទាំង38ប្រការនេះដោយសារមានប្រារព្ធហេតុខាងដើមទេវតានិងមនុស្សទាំងឡាយប៉ុន្តែដើមដំបូងមកគឺដើមហេតុនោះគឺមនុស្សនឹងឯងមនុស្សនៅក្នុងចម្ពោះទ្វីបនេះប៉ុណ្ណាគ្រប់នគរគ្រប់ក្រុងទាំងអស់នាំគ្នាដើរពិភាក្សាគ្នាជាក្រុមដើម្បីស្វែងរកនៅមង្គលស្វែងរកនៅការប្រព្រឹត្តហើយនាំឲ្យបានសិរីសួស្តីមនុស្សក្រុមខ្លះគេយល់ឃើញថាការឃើញនៅរបស់ល្អតាមផ្លូវភ្នែកឈ្មោះថាមង្គលហើយអ្នកខ្លះទៀតក៏បដិសេធចេញក្រុមខ្លះក៏លើកឡើងថាការឮសំឡេងល្អជាមង្គលរបស់គេមានក្រុមខ្លះបដិសេធទៀតក្រុមខ្លះទៀតគេយល់ឃើញថាការនិយាយពាក្យល្អនាំឲ្យមង្គលដូច្នេះមនុស្សទាំងឡាយមានការបែងចែកគ្នាប្រកាន់ការយល់ខុសផ្សេងគ្នារហូតដល់អរគទេវតា
ភូមិទេវតាអាកាសទេវតាដល់ទៅពួកមនុស្សទាំងឡាយជជែកគ្នាដូច្នេះទេវតាទាំងឡាយតាមស្រុកតាមភូមិទេវតាដែលថែរក្សាពួកមនុស្សហៅថាភូមិទេវតាអារក្ខទេវតាទេវតាដែលថែរក្សាពួកមនុស្សភូមិទេវតាទេវតានៅតាមផ្ទះតាមភូមិតាមស្រុករហូតដល់អាកាសទេវតាទេវតានៅលើអាកាសតគ្នារហូតដល់ទេវតាជាន់ទី1ឈ្មោះថាចាតុមហារាជិកាឡើងទៅដល់ជាន់តាវតឹងយាមាតោសិតនិមេនិរតីបរណមិតវិសាវតីរហូតដល់ព្រំដែលជាអកនិដ្ឋព្រំពួកទេវតានិងមនុស្សទាំងឡាយមានការជួបជុំគ្នាពិភាក្សារឿងនេះមិនដាច់ស្រេចទាល់តែសោះពេលវេលាបានកន្លងទៅរហូតដល់ទៅ12ឆ្នាំមិនដំណាក់ដំបូមទេប៉ុណ្ណាទេវតាទាំងឡាយហ្នឹងគឺទាំងមនុស្សទាំងទេវតាពិភាក្សាគ្នាមនុស្សក៏ជជែកគ្នាបែបមនុស្សទៅទេវតាក៏ជជែកគ្នាបែបទេវតាដើម្បីស្វែងរកនៅការប្រព្រឹត្តដើម្បីបាននៅសុភមង្គលទីបំផុតពួកទេវតាទាំងឡាយក៏បានចូលទៅជួបចូលទៅគាល់ស្ដេចសកទេវរាជដែលជាស្ដេចធំនៅឋានតាវតឹងសកទេវរាជបានសួរវិញថាតើអ្នកទាំងអស់គ្នាមានបានសួរសកទេវរាជសួរថាតើរឿងហ្នឹងកើតឡើងនៅណាទេវតាទាំងឡាយក៏ទូលពិតប្រអិនថារឿងហ្នឹងកើតឡើងចេញពីឋានមនុស្សមកបានសកទេវរាជសួរទេវតាទាំងឡាយថាចុះព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅទីណាទេវតាទាំងឡាយក្រាបទូលប្រអិនថាព្រះអង្គគង់នៅឋានមនុស្សសកទេវរាជបានប្រាប់ដល់ពួកទេវតាថាអ្នកទាំងឡាយមិនចូលទៅក្រាបទូលគាល់សួរព្រះសម្មាសម្ពុទ្ធអ្នកទាំងឡាយបានលះបង់នៅគំនោភ្លើងដ៏ធំហើយមកស្វែងរកនៅពន្លឺអំពិលអំពែកមានន័យថាពួកទេវតាទាំងឡាយអត់ចូលទៅគាល់ព្រះសម្មាសម្ពុទ្ធដើម្បីក្រាបទូលសួររឿងមង្គលតែបែរជាមករកប្រអិនវិញឲ្យប្រអិនជួយខ្លួនប្រអិនព្រះអង្គនឹងចាប់ទុកថាមានបញ្ញាដូចជាពន្លឺនៃអំពិលអំពែកតែប៉ុណ្្នឹងឯងចំណែកព្រះសម្មាសម្ពុទ្ធដូចជាគប់ភ្លើងដ៏ធំនឹងក្នុងព្រះអត្ថកថាលោកបញ្យលបញ្ជាក់អញ្ចឹងបងចឹងទៅក៏សកទេវរាជនេះបានបបួលពួកទេវតាទាំងឡាយតោះអ្នកទាំងឡាយយើងនាំគ្នាចូលទៅគាល់ព្រះសម្មាសម្ពុទ្ធដើម្បីក្រាបទូលសួររឿងមង្គលនេះដូច្នេះនាំគ្នាហោះចុះមកកាន់វត្តចេតពុនរឿងនេះគឺកើតឡើងនៅក្នុងវត្តចេតពុនបងល្អប៉ុណ្ណាញាតិញោមណាអញ្ជើញទៅវត្តចេតពុនក្រុងសាវត្ថីប្រទេសឥណ្ឌាត្រូវនឹកឃើញរឿងមង្គលនេះមុនគេនេះហើយត្រូវចេះមង្គលនឹងគ្រប់គ្នាដែរដើម្បីឲ្យដឹងថាការធ្វើយ៉ាងម៉េចឈ្មោះថាបាននៅសេរីសួស្តីបាននៅមង្គលនោះទេវតាទាំងឡាយចូលទៅកាន់វត្តចេតពុនមិនតិចទេណាប៉ុណ្ណាដល់ទៅ10000ចក្រវាល10000ចក្រវាលជួបជុំគ្នាយើងគិតមើលមួយចក្រវាលហ្នឹងទេវតាប្រមាណរាប់វាអត់បានយើងនឹងចាត់ទុកថាជាមួយចក្រវាលប៉ុណ្ណាមួយចក្រវាលមានទ្វីប4មានចម្ពោះទ្វីបអបរកោយានទ្វីបឧត្តរក្រទ្វីបហើយនឹងពពវិទេសទ្វីបហើយយើងនឹងហៅថាចម្ពោះទ្វីបហើយដូច្នេះគ្រាន់តែចក្រវាលមួយហ្នឹងមានទ្វីប4ហើយមានទេវតា6ជាន់ដល់ទៅព្រំទៀតយើងគិតមើលតើទេវតានៅឋានមនុស្សប្រមាណទេវតានៅលើអាកាសនោះប្រមាណចាតុមហារាជជាការប្រមាណអង្គតាវតឹងយាមារហូតដល់ព្រំទៀតប្រមាណអញ្ចឹងនៅក្នុងអត្ថកថាលោកប្រាប់ថាទេវតា10000ចក្រវាលឃើញទេមកជួបជុំគ្នានៅក្នុងវត្តចេតពុនហើយច្រើនម្លឹងធ្វើយ៉ាងម៉េចទេវតានិមិត្តខ្លួនទូចមកក្រុមដើម្បីចូលគាល់ព្រះសម្មាសម្ពុទ្ធស្ដាប់នៅ
ការកើតឡើងនៅមង្គលនេះឯងបានក្រាបទូលព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនមនុស្សនិងទេវតាទាំងឡាយប្រាថ្នានៅសេរីសួស្តីបាននាំគ្នាគិតរកនៅមង្គលទាំងឡាយសូមព្រះអង្គទ្រង់ព្រះមេត្តាសម្ដែងប្រាប់នៅមង្គលដ៏ឧត្តមក្រាបទូលអញ្ចឹងណាដោយញាតិញោមធ្លាប់លើប្រសងស្វាត់ជេថាពហុទេវៈមនុស្សសាចមង្គលាអ្នកអចិន្តយងអាកੰខមាណាសោតឋានังព្រូហេមង្គគលមុតតមង្គនឹងសេចក្តីហ្នឹងបងណាអញ្ចឹងឥឡូវពួកទេវតាទាំងឡាយមកចូលកាន់វត្តចេតពុនមានសកទេវរាជជាប្រធានប្រអិននៅរាល់ថ្ងៃបងណាកទេវរាជព្រះអង្គគង់នៅវត្តអត់ទោះគង់នៅឋានតាវតឹងរាល់ថ្ងៃបាទហើយប៉ុន្តែព្រះអង្គជាព្រះសោតាបណ្ណបុគ្គលអញ្ចឹងក្រាបទូលព្រះមានប្រភាដើម្បីសូមឲ្យព្រះមានប្រភាណាសូមថ្វាយសំណួរហ្នឹងដល់ព្រះមានប្រភាសូមអារាធនាព្រះមានប្រភាទ្រង់ត្រាស់សម្ដែងប្រាប់នៅមង្គលនេះដូច្នេះនៅក្នុងមង្គលទី1ព្រះមានប្រភាព្រះអង្គទ្រង់សម្ដែងជាប្រគាថាមួយប្រគាថាក្នុងមួយប្រគាថានឹងមានធម៌3ចំណុចនៅក្នុងហ្នឹងអញ្ចឹងអាត្មាលើកមួយមង្គលប៉ុណ្ណាអញ្ចឹងក្នុងវីដេអូនេះអាត្មាលើកតែមួយមង្គលទេគឺព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ថាអសេវនាចពាលាណੰបណ្ឌិតានញ្ញចសេវនាពោជាចពោជនីយាណੰអេតាមੰគលមុតតមੰទី1ហ្នឹងគឺអសេវនាចពាលាណੰមកបល័យហ្នឹងមកអំពីពាក្យថាអសេវនាហើយនឹងពាលាណੰទី2បណ្ឌិតានញ្ញចសេវនាហើយទី3នោះពោជាចពោជនីយាណੰអញ្ចឹងទី1គឺមិនឲ្យគប់រោគបុគ្គលពាលទី2ឲ្យគប់រោគនៅបណ្ឌិតទី3សេទី3បូជានៅបុគ្គលដែលគួរបូជាចឹងនៅក្នុងវីដេអូនេះអាត្មាលើកតែមួយទេគឺអសេវនាចពាលាណੰមកអំពីពាក្យថាអសេវនាហើយបូកនឹងពាលាណੰអញ្ចឹងអសេវនានេះដោយសេចក្តីថាមិនគប់រោគមិនសេពគប់ពាក្យថាអសេវនាគឺថាមិនគប់រោគមិនសេពគប់មិនចូលទៅអង្គុយចិត្តពាលាណੰហ្នឹងគឺបុគ្គលពាលទាំងឡាយយើងគ្រប់គ្នាយើងឮពាក្យនេះទៅយើងគិតថាបុគ្គលពាលយ៉ាងម៉េចណោះបុគ្គលពាលប្រហែលជាបុគ្គលនឹងឯងទៅប្លន់គេទៅសម្លាប់គេទៅវាយតប់គេហ្នឹងទៅឈ្មោះថាជាបុគ្គលពាលហើយមើលទៅចឹងនៅក្នុងមង្គលទី1នេះហេតុអីបានជាគ្រាន់តែមិនចូលទៅរាប់អានជាមួយបុគ្គលអាក្រក់ហ្នឹងមិនចូលទៅសេពគប់ជាមួយបុគ្គលពាលហ្នឹងមិនចូលទៅអង្គុយចិត្តបុគ្គលពាលហ្នឹងបានសម្រេចជាមង្គលបានសម្រេចជាសិរីសួស្តីថាមកអំពីកាលណាដែលយើងវាចានៅបុគ្គលអាក្រក់មិនប្រព្រឹត្តតាមមិនចូលទៅសេពគប់ជាមួយមិនគប់រោគជាមួយហ្នឹងគឺធ្វើឲ្យយើងនឹងឯងបាននៅសេចក្តីសុខព្រោះបុគ្គលពាលទាំងឡាយដឹកនាំយើងឲ្យคล้ายទៅជាបុគ្គលពាលដូចគ្នាដែរចំណុចរបស់បុគ្គលពាលលក្ខណៈរបស់បុគ្គលពាលមានច្រើនប្រការតែក្នុងទីនេះស្មើលើកតែ3ចំណុចទេទី1បុគ្គលពាលនឹងឯងគឺតែងតែមានអភិជ្ជារឿយអភិជ្ជាមានន័យថាសម្លឹងចង់តែបានទ្រព្យអ្នកដតីគឺឃើញទ្រព្យអ្នកដតីហ្នឹងគឺដឹងតែពីចង់បានហ្នឹងហើយចង់បានហើយចាប់ផ្ដើមចេញសកម្មភាពសូមឬក៏បញ្ចេញសកម្មភាពប្លន់លួចយកបៀតបៀនគេដើម្បីបាននៅទ្រព្យរបស់គេហ្នឹងហើយឆក់កដៀតទៅចំណុចទី2ព្យាបាទៈមានគំនិតនេះគិតបៀតបៀនគេរហូតប៉ុណ្ណារកឧបាយដើម្បីបៀតបៀនគេនឹងឯងធ្វើយ៉ាងម៉េចដើម្បីឲ្យគេកើតទុក្ខឲ្យគេនិយាយពាក្យសម្ដីយ៉ាងម៉េចដើម្បីឲ្យអ្នកនឹងឯងកើតទុក្ខអញ្ចឹងឬក៏បៀតបៀនគេដោយអំពើណាមួយដោយការសរសេរក្តីដោយការនិយាយក្តី
ដោយការបញ្ឆិតបញ្ឈៀងក្តីដោយការគំរាមកំហែងដោយប្រការៈណាមួយក្តីដោយអាកប្បកិរិយាក្តីដោយមុខមាត់ធ្វើឲ្យគេនឹងកាត់ទុកក្តីចឹងបុគ្គលពៀរដែលមានគំនិតចង់តែបៀតបៀនអ្នកដទៃហ្នឹងគឺបុគ្គលនឹងឯងឈ្មោះថាបុគ្គលពៀរហ្នឹងហើយទី3គឺទិដ្ឋិណាមិច្ឆាទិដ្ឋិបងបុគ្គលដែលមិច្ឆាទិដ្ឋិហ្នឹងមានន័យថាបុគ្គលហ្នឹងអត់ជឿបុណ្យអត់ជឿបាបអត់ជឿថាម៉ែឪមានបុណ្យមានម៉ែឪមានគុណអត់ជឿពុទ្ធសាសនាទ្រឹស្ដីពុទ្ធព្រះអង្គសម្ដែងធ្វើបាបបានផលមកវិញជាទុក្ខធ្វើអំពើល្អបានផលជាសុខមកអត់ជឿលោកខាងមុខមានអត់ជឿលោកនេះមានអត់ជឿមគ្គផលអត់ជឿអីទាំងអស់បុគ្គលដែលជាមិច្ឆាទិដ្ឋិណាចឹងបុគ្គលពៀលហើយចាត់ទុកថាជាបុគ្គលពៀលចឹងដល់ខ្លីប៉ុណ្ណាដើម្បីកុំឲ្យវីដេអូនេះវែងពេកចាំពេលក្រោយអាត្មានឹងបញ្ជាក់បន្ថែមគឺបុគ្គលពៀលលក្ខណៈរបស់បុគ្គលពៀលគឺមើលឃើញ3ទី1នឹងឯងមានគំនិតចង់តែបានរបស់គេទី2មានគំនិតបៀតបៀនគេទី3ជាបុគ្គលដែលមិនជឿបុណ្យមិនជឿបាបហើយបើពឹស្ដារជានោះទៅគឺថាបុគ្គលពៀលនឹងឯងប្រព្រឹត្តទៅនៅក្នុងអកុសលកម្មបទទាំង10ហ្នឹងហើយគឺប្រព្រឹត្តអំពើទុច្ចរិតដោយកាយតាមផ្លូវកាយ3ណាប្រព្រឹត្តអំពើទុច្ចរិតតាមផ្លូវវាចា3ប្រព្រឹត្តអំពើទុច្ចរិតតាមផ្លូវចិត្តប្រព្រឹត្តអំពើទុច្ចរិតតាមផ្លូវវាចាមាន4ប្រព្រឹត្តអំពើទុច្ចរិតតាមផ្លូវចិត្តហ្នឹងមាន3អញ្ចឹងអកុសលកម្មបទទាំង10ហ្នឹងគឺបុគ្គលពៀលតែងតែប្រព្រឹត្តធ្វើរឿយនាំឲ្យវិនាសទាំងខ្លួនឯងអ្នកដែលមកសេពគប់ហ្នឹងក៏ត្រូវវិនាសតាមត្រង់ចំណុចនេះហើយដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងមិនឲ្យយើងសេពគប់ជាមួយនឹងបុគ្គលពៀលឬក៏បុគ្គលអាក្រក់ហ្នឹងមកអំពីបុគ្គលពៀលហ្នឹងគាត់គិតតែរឿងអាក្រក់ហ្នឹងឯងចឹងបើកាលណាយើងសេពគប់ជាមួយធ្វើឲ្យយើងវិនាសដល់ទៅពេលយើងវាចាកយើងមិនសេពគប់ជាមួយពួកគាត់ធ្វើឲ្យយើងហ្នឹងបានសម្រេចទៅជាសិរីសុខស្ដីបាននៅសុភមង្គលនៅក្នុងមង្គលទី1នេះឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងដល់ពួកទេវតាព្រោះពេលយប់ពាក់កណ្ដាលអាធ្រាត្រពួកទេវតាចូលមកក្រាបទូលសួរព្រះសម្មាសម្ពុទ្ធពេលនោះឯងមនុស្សម្នាអត់នៅទៀតទេគឺដេកអស់ហើយភិក្ខុសង្ឃក៏សឹងអស់ហើយមានតែក្រុមពួកទេវតាម៉ឺនចក្រវាលដែលមកក្រាបទូលសួរព្រះសម្មាសម្ពុទ្ធអំពីមង្គលនេះដូច្នេះនៅក្នុងចំណុចនេះអាត្មាលើកមកតែមួយទេគឺអសេវនាចពាលានੰការមិនគប់រោគការមិនសេពគប់នៅបុគ្គលពៀលអេតមੰកិលមុត្តមੰជាមង្គលដ៏ឧត្តមប៉ុណ្ណាអនុមោទនា